សួស្តីបងប្អូនទាំងគ្នានេះខ្ញុំមកឆ្លើយតបជាមួយបងប្រុសគាត់ comment ថាប្រគុណយើងមិនមែនខ្នាតចេះតែដាក់ទេដោយសារប្រគុណឥឡូវមានច្រើនសេរីអូខេបងទទួលស្គាល់ទៅតប្រគុណអញ្ចឹងសម្រាប់ពួកខ្ញុំជាអ្នកជំនាញខាងប្លង់ហ្មងគឺខ្ញុំមានខ្នាតប្លង់សុងអញ្ចឹងប្លង់សុងនេះគឺយើងអាចដាក់វាបានមិនមែនយើងចេះតែដាក់ទេបងវាអាស្រ័យទៅលើប្លង់អាកាតិចនេះអញ្ចឹងអាកាតិចយើងមាន detail ទៅតជាមួយប្រគុណនីមួយៗថាប្រគុណនេះវាជាប្រភេទអីគេជាប់ floor ទី1ទី2តើតជាមួយ spec ដែល client គាត់ចង់បានជាប្រភេទអីគេកូតូ spec របស់វាគឺ302ដែលចេញពីអញ្ចាំងមកនេះគឺតែ302ទេសម្រាប់តាយោគឺវា up ជាមួយនឹងអញ្ចាំងមកអញ្ចឹងខ្នាតតឡើងជាទូទៅពួកខ្ញុំហ្មង standard របស់ពួកខ្ញុំគឺខ្ញុំយក35គឺអាកដាលអញ្ចឹងវាមិនឆ្ងាយពេកវាមិនគៀកពេកវាតឡើងទៅគឺវាមិនស្អាតសម្រាប់ប្រគុណណានេះបងប្អូនឃើញ37នេះគឺខ្ញុំចាក់ចេញពីសាច់ឥដ្ឋដល់ពេលដែលយើងខួងគឺយើងចាក់ម៉ែត្រទល់ជាមួយនឹងសាច់ឥដ្ឋតែម្ដងអញ្ចឹងបច្ចេកជាប្រភេទ renovate ជិះយើងចាក់ខ្នាតពីសាច់ឥដ្ឋទៅវិញហើយខ្នាតយើងយក37ដល់ពេលយើងរៀបក្រុងហើយសល់តែត្រឹម35ទេអញ្ចឹងយើងដាក់ប្រព័ន្ធទៅគឺវាគៀកជាមួយនឹងអញ្ចាំងវាមិនមែន clear ពេកឬក៏អីពេកអញ្ចឹងសម្រាប់ពួកខ្ញុំជាអ្នកគូប្លង់ហើយជាអ្នកធ្វើទៅលើការងារហ្នឹងហ្មងគឺខ្ញុំទទួលស្គាល់មានថាប្រព័ន្ធវាមានច្រើនប្រភេទជាប់ floor ឬក៏ជាប់អញ្ចាំងអញ្ចឹងបើយើងលម្អិតតទៅជាមួយការងារហ្នឹងនៅពេលដែលយើងធ្វើឲ្យកម្រខុសណាទី1មិនថាប្លង់ឯកតិចទី2មិនថា spec client គាត់ត្រូវការអញ្ចឹងវីដេអូខ្ញុំឆ្លើយតបជូនបងប៉ុណ្ណឹងអរគុណច្រើនបាយបាយ